នៅក្នុងវីដេអូមួយនេះខ្ញុំចង់ចែករំលែកទៅបងប្អូនទាំងគ្នាពីរបៀបធ្វើមនុស្សបែងភាគជាច្រើននៅក្នុងកម្មវិធី VN បាទដោយបងប្អូនទាំងគ្នាបានឃើញនៅក្នុងវីដេអូមួយនេះចឹងហ្នឹងហើយឥឡូវយើងកុំឲ្យខាត់ពេលយើងចូលទៅក្នុងកម្មវិធី VN ទាំងអស់គ្នានៅពេលដែលយើងចូលមកដល់កម្មវិធី VN បងប្អូនទាំងគ្នាយកវីដេអូដែលយើងថតបានមកបាទហើយនេះជាវីដេអូដែលខ្ញុំថតអូខេគឺយើងថតបែបហ្នឹងហើយបន្តមកទៀតគឺយើងចុចចំកន្លែងនេះដើម្បីយកដាក់ពណ៌វាចុចចំកន្លែងនេះមកហើយបន្តមកទៀតខ្ញុំយកពណ៌ខ្មៅហើយបន្តមកទៀតខ្ញុំចុចកន្លែង color ដើម្បីយកពណ៌បៃតងបាទកន្លែងនេះខ្ញុំអូសវាស្មើគ្នាមកហើយខ្ញុំធ្វើការទាញវាឲ្យធំពង្រីកវាធំឲ្យពេញអញ្ចឹងមកបន្តមកទៀតខ្ញុំចូលទៅកន្លែង mask ហើយយកកន្លែងនេះអូខេយកដូចជាយកនេះក្បាលកន្លែងនេះហើយធ្វើការបង្វិលវាមកអូខេបន្តមកទៀតចុចកន្លែងហ្នឹងវាចេញបែបនេះអញ្ចឹងខ្ញុំធ្វើការទាញវាដាក់ប៉ុណ្ណេះដាក់ប៉ុណ្ណឹងមកដាក់ប៉ុណ្ណេះចុះហើយបន្តមកទៀតខ្ញុំធ្វើការចុចរំកិលទៅមុខបន្តិចហើយចុចសញ្ញាបូក1ចុចនិយាយទៅយើងចុចធ្វើតាមកាយវិការរបស់យើងដែរអូខេឥឡូវយើងចុចមួយទៅចាំមើលដើរទៅមុខគឺយើងរំកិលបន្តិចតាមរូបអញ្ចឹងបងប្អូនគ្នាបាទអូខេចុចអញ្ចឹងរហូតទៅឥឡូវដើរចិត្តមកដល់ហើយគឺយើងរំកិលវាទៅមុខបន្តិចអូខេអូបន្តិចទៀតគឺយើងធ្វើបែបនេះរហូតតតែដាក់ផុតអញ្ចឹងបងប្អូនគ្នាបាទអូខេបងប្អូនទាំងគ្នាបាទនៅពេលដែលយើងធ្វើហើយគឺយើងអាច play មើលបានខុសត្រូវកន្លែងណាយើងអាចកែកុនបន្ថែមទៀតបាទហ្នឹងហើយនៅពេលដែលយើងធ្វើទៅគឺវារូបនេះគឺវាដើរតាមមនុស្សអញ្ចឹងអូខេនៅពេលដែលយើងធ្វើរួចយើងចុចគ្រីសហើយបន្តមកទៀតគឺយើងចុចកន្លែងព្រួយនេះដើម្បីយើង render វាអូខេចុច export រងចាំបន្តិចបាទនៅពេលដែលយើង export វីដេអូមិញបានរួចហើយបន្តមកទៀតយើងបើក file ថ្មីទៀតproject ថ្មីទៀតដើម្បីយើងយកតែ background ទៅទេបានហើយអូខេឥឡូវខ្ញុំបាន background នេះមួយឥឡូវខ្ញុំធ្វើការ copy វាវិញបន្តិច copy ច្រើនមកអូខេឥឡូវខ្ញុំ copy បានហើយបន្តមកទៀតយើងចុចចំកន្លែងនេះដដែលដើម្បីយកវីដេអូដែលយើង render បានមិញអូខេនេះជាវីដេអូដែលខ្ញុំបាន export មិញហើយបន្តមកទៀតខ្ញុំធ្វើការចុចវាឲ្យពេញហើយបន្តមកទៀតយើងចូលកន្លែងនេះជ្រុំមកនេះដើម្បីដោះ background ពណ៌ខៀវចេញបៃតងចេញបាទអូខេយើងអាចស្រាវបន្ថែមអូខេហើយបន្តមកទៀតយើង play មកទៅនេះបាទបន្តមកទៀតយើងចង់ឲ្យដាក់ច្រើនយើងធ្វើការ copy ហើយយើងអាចអូសអានេះវាត្រឹមនេះមកហើយយើងសេរីតាមនឹងទៀតអូខេប៉ុណ្ណឹងចុះឥឡូវយើងសាក់ play នេះបាទដើរមកមួយទៀតហើយនេះបាទហ្នឹងហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគឺខ្ញុំធ្វើការចែកជូនបងប្អូនទាំងគ្នាតែ2ទេហើយបងប្អូនអាច copy បន្ថែមទៀតបាទអរគុណបាយបាយ